សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ Admin Yukiko ដែលថ្ងៃនេះ Admin មកសម្រាប់បន្តជាមួយនឹងសាច់រឿងប្រធានសិទ្ធិរបស់ខ្ញុំជាបន្តទៀតហើយ Admin ពិតជា sorry អ្នកនរគ្នាខ្លាំងមែនតើសម្រាប់ការបាត់ខ្លួន Admin ដ៏សានយូរនឹងដោយសារតែទូរស័ព្ទ Admin ខូចយកអ្នកនរគ្នាហើយបាត់ខ្លួន Admin យូរដូចថាហ្នឹងហើយ Admin អត់ហ្នឹងតែបើសម្រាប់ Admin វិញគឺថានឹកអ្នកនរគ្នាខ្លាំងហ្មងណាហើយនៅពេលដែល Admin ចូល YouTube ចឹងទៅហើយឃើញអ្នកនរគ្នា comment ឲ្យ Admin តរឿងគឺថា Admin ឈឺចិត្តមកលក្ខណៈថា Admin ក៏ចង់តរឿងដែរប៉ុន្តែតអត់កើតដោយសារតែទូរស័ព្ទ Admin ខូចហើយពេលច្រើនគឺ Admin ឃើញថាគ្នាយើងចង់ឲ្យ Admin តរឿងស្នេហា1000ឆ្នាំប៉ុន្តែរឿងហ្នឹងគេទៅតែចេញបានមួយ chapter ឯងចឹងហើយ Admin អត់ដឹងថាសម្រាប់មិនទេដោយសារតែវាខ្លីពេកហើយមួយ chapter ហ្នឹងគឺសុទ្ធតែ NC យកហ្មងចឹងរឿងហ្នឹង Admin នឹងទុកឲ្យគេចេញពី3 chapter ទៀតបាន Admin សម្រាយបូកសរុបចូលគ្នាយកហ្មងណាតែសម្រាប់ការបាត់ខ្លួន Admin ហ្នឹងវាមានមូលហេតុជាច្រើនទៀតប៉ុន្តែមិនចង់និយាយច្រើនទេដោយសារតែអត់ចង់ឲ្យអ្នកនរគ្នាគិតថាវាគ្រាន់តែជាលេសចឹងទៅកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅផ្ដើមនៅសាច់រឿង chapter ទី2នេះមកយើងឃើញថាមីនវូនេះគាត់បានចេញពីរៀនហើយគាត់ក៏បានរត់ទៅសួរជុំបុំយកហ្មងថាថ្នាក់របស់ជុំបុំហ្នឹងមានរឿងអីកើតឡើងដោយសារតែគាត់គិតថានៅពេលដែលទេជុំបដោះមករៀនហ្នឹងហើយវាប្រកាសជាមានរឿងធំកើតឡើងហើយមិនតាមតែសួរឯងគេក៏បានស្មានសម័យថាទេជុំហ្នឹងកំពុងតែរករឿងមករូបថ្នាក់របស់ជុំបុំទៀតផងតែគាត់សម័យថាទេជុំហ្នឹងកំពុងតែរើកូនចៅរបស់គាត់នៅក្នុងថ្នាក់របស់ជុំបុំចឹងណាណែ Admin គៀងខ្លាដកខ្លាចគេជ្រុលហ្មងបន្ទាប់ពីសម័យតឯងអីតឯងហើយមីនវូហ្នឹងក៏បានទៅរួនសួរជុំបុំហ្មងថារឿងទាំងអស់ហ្នឹងមានបានកើតឡើងអត់បន្ទាប់ពីត្រូវបានមីនវូសួរចឹងហើយជុំបុំក៏បានសម័យទៅកាន់ទៅពេលនោះទៅដោយពេលហ្នឹងគឺថាថេឆនគឺគាត់មិនបានធ្វើអីនោះទេគាត់គ្រាន់តែដើរមកឃើញជុំបុំហើយគាត់ងាកដើរចេញហ្មងតែបើមើលទៅតាមទឹកមុខរបស់ថេឆនណាគាត់ក៏រៀងភ្ញាក់ផ្អើលដែរដែលឃើញជុំបុំរៀននៅក្នុងថ្នាក់ដែលគាត់ត្រូវចូលថ្មីហ្នឹងចំណែកជុំបុំវិញគឺតាមមើលថេឆនហ្នឹងអត់ដាក់ភ្នែកហ្មងហើយគ្រូក៏បានប្រាប់ឲ្យពួកគាត់ហ្នឹងខំរៀនទៅដោយសារតែថ្ងៃប្រឡងហ្នឹងគឺជិតមកដល់ហើយបន្ទាប់ពីគេសម័យហ្នឹងហើយជុំបុំក៏បានឲ្យមីនវូហ្នឹងក៏មករំច្រើនអីដោយសារតែថេឆនហ្នឹងគឺគាត់មិនបានធ្វើអីទេគាត់គ្រាន់តែអង្គុយនៅស្ងៀមស្ងៀមទេហើយក៏ឲ្យមីនវូហ្នឹងទៅមើលមេរៀនទៅដោយសារតែថេឆនគឺគាត់មិនបានបង្ករឿងអីនៅក្នុងថ្នាក់ហ្នឹងឡើយប៉ុន្តែនៅពេលដែលមីនវូរៀបចាចេញហ្នឹងស្រាប់តែជុំបុំចិត្តស្មាររបស់មីនវូតែម្ដងដែលគាត់បាននិយាយថាសម្លៀកបំពាក់មិនសមរម្យគាត់និយាយមិនសមរម្យហើយថែមទាំងជួបបរិយទៀតដល់ពេលលើជុំបុំនិយាយប្រាប់អញ្ចឹងមីនវូហ្នឹងស្រាប់តែភ្ញាក់ផ្អើលយកហ្មងថាអីគេគាត់ជួបបរិយនៅក្នុងថ្នាក់ដែរមែនហើយជុំបុំវិញបន្ទាប់ពីឃើញមីនវូគាត់យល់ច្រឡំអញ្ចឹងគាត់ក៏បញ្ញាក់បោកស្រាយទៅថាវាមិនមែនអញ្ចឹងទេគឺថាសិស្សប្រុសដែលគាត់បានឃើញជួបបរិយនៅមុខសាលាហ្នឹងគឺជាគេម្នាក់នឹងឯងមិនថាគាត់ជួបបរិយជួបអីនៅក្នុងថ្នាក់ឡើយអាយមីនវូវិញដល់ពេលលឺអញ្ចឹងហើយគាត់កាន់តែស្លុតលើសដើមហ្មងហើយគាត់ក៏ហៅជុំបុំទៅថាកាំងជុំបុំមកតែឯងនៅរួមបានយ៉ាងម៉េចនេះនិយាយរួមទៅដូចបងឲ្យមុតនឹងស្លាប់ចឹងជុំបុំក៏បានបន្តនិយាយប្រាប់ទៅកាន់មីនវូទៅថាគាត់អត់ប្រកាសទេថាទេឆននឹងពិតជាមានគ្រោះថ្នាក់ដូចតែមីនវូនឹងនិយាយមែនអត់ព្រោះថាមានសិស្សច្រើនណាស់ដែលមានអាកប្បកិរិយាបែបហ្នឹងតែឯងច្បាស់អត់ថាគេគឺពិតជាមេបងធំដែលឯងនិយាយថាវាយគ្នាហ្នឹងមីនវូនៅពេលដែលឃើញថាជុំបុំសង្ស័យការសន្តានរបស់ខ្លួនអញ្ចឹងក៏បញ្ញានិយាយឡើងទៅថាគាត់ច្បាស់ដោយសារតែគាត់បានឃើញវាទៅផ្ទាល់ភ្នែករបស់គាត់តែម្ដងហើយមីនវូគឺគាត់បន្តនិយាយទៅដោយសម័យទិដ្ឋភាពនៅពេលនោះផងដែរដែលគាត់បាននិយាយថាគាត់ច្បាស់ថាគេទៅទីនោះដើម្បីវាយគ្នាបន្ទាប់មកគាត់ក៏បានបដងទៅកាន់ប៉ូលីសហើយប៉ូលីសក៏បានមកដល់ចំណែកឯគណៈកម្មាធិការប្រចាំអំពើហិង្សានៅសាលាក៏បានធ្វើឡើងដែរបើសិនបើគេជាជនល្មើសដែលត្រូវបានដាក់ទោសនោះឈប់សិនអញ្ចឹងនេះគឺជាហេតុផលដែលគេត្រូវបានដូរសាលាមែនគ្រាន់តែនិយាយដល់ដំណឹងព្រាមីនវូចាប់ផ្ដើមភ័យខ្លួនហ្មងដោយគាត់បាននិយាយថាវាព្រោះតែខ្ញុំមែនឥឡូវវាថាគាត់គិតថាព្រោះតែគាត់បដងថេឆនហ្នឹងឯងអញ្ចឹងឯងបានថេឆនត្រូវបានដាក់ទោសហើយត្រូវបានដូរសាលាអញ្ចឹងបន្ទាប់មកក៏ចាប់ផ្ដើមស្មើស្មៃទៅដែលឃើញថាថេឆនហ្នឹងបានមករកគាត់ហើយពេលគាត់អីអញ្ចឹងទៅដោយសួរគាត់ថាឯងមែនគឺជាអ្នករាយការណ៍នោះនិយាយរួមទៅអារឿងស្មើស្មៃហ្នឹងមានលើកពៀនឲ្យមីនវូហ្មងគឺថាបកាយស្មើស្មៃសាហាវហ្មងហើយស្មើស្មៃតឯងខ្លាចតឯងអូយអេដមីនហត់ជាមួយនឹងមីនវូម៉ែអាចចំមុំក៏បាននិយាយកាត់ភាពភ័យខ្លាចរបស់មីនវូទៅដែលថានោះមិនមែនជាវាទេក្មេងៗដែលចាប់ផ្ដើមចំនួនទេទើបមានកំហុសហើយមីនវូនៅពេលដែលលើបែបហ្នឹងហើយគឺថាងាកមកទាំងទឹកភ្នែកហ្មងដោយសួរជុំបុំទៅថាប៉ិតមែនអូយគឺថាអត់មានខ្លាញ់ជាមួយនឹងមីនវូហ្នឹងហ្មងហើយជុំបុំនៅពេលដែលឃើញថាមិត្តខ្លួនឯងខ្លាចទៅថាហ្នឹងក៏គាត់និយាយទៅថាបើឯងខ្លាចចាំយើងតាមដានគេឲ្យដើម្បីកុំឲ្យគេបង្កបញ្ហាយើងនឹងជួយឲ្យគេចេះគិតសារថ្មីហើយនឹងកែខ្លួនឲ្យខ្លាចទៅជាមនុស្សល្អឡើងវិញមីនវូបន្ទាប់ពីឮថាជុំបុំនិយាយអញ្ចឹងហើយដំបូងហ្នឹងគឺគាត់មាន reaction អីនោះទេយល់ទៅគឺថាស្ងាត់យកហ្មងគឺគាត់បានត្រឹមតែមើលមុខរបស់ជុំបុំនោះទេបន្ទាប់មកបានគាត់និយាយថាហេមនុស្សបែបហ្នឹងគឺមិនងាយផ្លាស់ប្ដូរគេឡើយឯងគ្រាន់តែនៅឆ្ងាយៗពីគេតាមដែលឯងអាចធ្វើបានទៅបានអីខ្ញុំមិនចង់ឲ្យអ្នកណារងរបួសដោយអ្នកជាប់ពាក់ព័ន្ធដែលគ្មានហេតុផលដូចជាយើងនេះឡើយវាថាគាត់គិតថាគឺគាត់ជាប់ពាក់ព័ន្ធនឹងរឿងហ្នឹងដោយចៃដន្យអីអញ្ចឹងទៅអញ្ចឹងហើយគាត់អត់ចង់ឲ្យអ្នកផ្សេងហ្នឹងមករងរបួសដោយសារតែគាត់អីអញ្ចឹងហើយជុំបុំវិញគឺថានិយាយចេះស្ដាប់គ្នាហ្មងដោយគាត់បាននិយាយទៅកាន់មីនវូវិញទៅថាគាត់នឹងតាមមើលថេឆនហ្នឹងសម្រាប់ឥឡូវហ្នឹងឯ
admin វវិញដល់ពេលដែលលឺអញ្ចឹងហើយគឺថាគាត់ចង់កញ្ញាញ់ខួរហ្មងដែលគាត់បានស្រីទៅកាន់ខ្ញុំបងវិញទៅថាហេសំបោគឺថាដល់តែសំបោហ្មងឡើយយសារតែខ្ញុំបងហ្នឹងគឺគាត់ក្បាលរឹងពេកដល់ពេលដែលផុតពីកន្លែងហ្នឹងហើយចូលដល់ថ្ងៃបន្ទាប់អញ្ចឹងទៅក៏បានឃើញថា Taeyeon ហ្នឹងគឺគាត់មានពាក្យ slash ឈ្មោះរបស់គាត់មកទេដល់ពេលដែលឃើញអញ្ចឹងហើយសំបោហ្នឹងក៏បានប្រតិបត្តិការច្បាប់របស់គាត់ទៀតដែរដែលគាត់បាននិយាយហៅទៅកាន់ Taeyeon ទៅថាBen Taeyeon ជាសិស្សដែលមកថ្មីមែនខ្ញុំបងក៏បានបន្តប្រាប់ទៅកាន់ Taeyeon ទៀតទៅថានៅសាលារបស់គាត់ការអត់ពាក្យ slash ឈ្មោះគឺជាការអត់គោរពវិន័យហើយនោះឯងនឹងត្រូវដកពីបន្ទុកជារៀងរាល់ពេលដែលឯងអត់ពាក្យ slash ឈ្មោះរបស់ឯងរឿងហើយចាប់ពីស្អីទៅគឺឯងត្រូវតែពាក់វាតែ Taeyeon គឺគាត់មានបានខ្វល់អីជាមួយនឹងពាក្យសម្ដីដែលខ្ញុំបងគឺគាត់បាននិយាយនោះទេគាត់គ្រាន់តែស្ដាប់ហើយគឺដើរចេញហ្មងអ្នកតាមតតែបានផុតផងហ្នឹងស្រាប់តែខ្ញុំបងគឺគាត់បានសេពពីក្រោយថាថ្ងៃបន្ទាប់បើសិនបើឯងមិនបានដឹងថាកន្លែងណាដែលឯងត្រូវតែង slash ឈ្មោះរបស់ឯងជាមួយនឹងអាយុទេនិយាយបានថាត្រឹមហ្នឹងស្រាប់តែ Taeyeon គឺគាត់និយាយកាត់ហ្មងថាគាត់ដឹងហើយគ្រាន់តែលឺថា Taeyeon និយាយអញ្ចឹងភ្លាមគឺថាខ្ញុំបងគាត់សួរវិញហ្មងថាអញ្ចឹងមិនបើអត់ពាក់វាអញ្ចឹងគាត់បានបន្តទៀតថាបើសិនជាឯងចង់រៀនហើយរស់នៅនឹងឯងគួរតែធ្វើតាមច្បាប់ទៅការដែលធ្វើសកម្មភាពបែបហ្នឹងតាំងពីដំបូងគឺវាអត់ល្អទេសម្រាប់ឯងហ៎តែ Taeyeon បើជាសួរទៅកាន់ខ្ញុំវិញទៅថាហេមិនបានឯងនិយាយច្រើនម៉ែគ្រាន់តែគាត់ឈ្មោះរបស់ខ្ញុំទៅហើយគ្រាន់វាជាការងាររបស់ឯងហីខ្ញុំបងនឹងពេលដែលលើបែបហ្នឹងគាត់ក៏និយាយទៅថាការងាររបស់គាត់គឺជាការជួយឲ្យសិស្សគឺមានទំនួលខុសត្រូវគាត់និយាយអញ្ចឹងហើយពីណាគាត់គឺនិយាយទៅណាគ្នាហ្មងប៉ុន្តែ Taeyeon គឺគាត់បាននិយាយថាអ្វីគឺជាទំនួលខុសត្រូវប៉ុន្តែខ្ញុំបងវិញគឺគាត់បាននិយាយថាប៉ុន្តែឯងគឺអត់មានទំនួលខុសត្រូវនោះទេរួមទៅគឺថាពីណាគាត់ហ្នឹងគឺនិយាយទៅណាគ្នាប៉ុន្តែនៃរបស់គាត់និយាយគឺថាខុសគ្នាហ្មងហើយនិយាយចប់ភ្លាមគឺមានជាការឈោមមកមុខគ្នាហ្នឹងហ្មងប៉ុន្តែអ្នកនៅក្រោយវិញបើនិយាយទេគឺថាមានជាការខ្លាចជាខ្លាំងហ្មងគឺគាត់បាននិយាយថាគឺគាត់គ្រាន់តែឆ្លងកាត់ទេលក្ខណៈថាខ្លាចភ្នំភ្លើងផ្ទុះដល់គាត់ដែរចឹងណាតែកន្លែងហ្នឹងគឺថាអត់មានទប់ផ្សាយខ្លាំងមែនតើកន្លែងហ្នឹងដែរគឺថាខ្ញុំបងគឺគាត់បាននិយាយបន្តទៀតថា Taeyeon ហ្នឹងគឺជាសិស្សមកថ្មីអញ្ចឹងគាត់ទៅដឹងពីវិន័យហើយធ្វើតាមវាទៅកុំឲ្យត្រូវបានដាក់ទោសអញ្ចឹងណាសូម្បីតែការជួបបរិយាហ្នឹងក៏អាចធ្វើឲ្យឯងមានបញ្ហាដែរប៉ុន្តែបើសិនបើឯងដើរផ្លូវត្រូវវិញខ្ញុំនឹងបំភ្លេចវាចោលគាត់ទៅលឿនអញ្ចឹងហើយភ្លាម Taeyeon គឺគាត់បាននិយាយឡើងតែម្ដងថាមានវិធីមួយទៀតដែលល្អជាងនឹងទៅទៀតតែឯងបាត់មករបស់ឯងហើយនៅឆ្ងាយពីរឿងរបស់យើងទៅយល់មានជាការកូនស្រីគឺថាស្លេសាហាវហ្មងហើយគាត់ក៏បានឲ្យខ្ញុំបំនឹងជិះចេញដោយសារគាត់ត្រូវការផ្លូវដើរអញ្ចឹងបន្ទាប់ពីថ្ងៃហ្នឹងហើយក៏ចូលដល់ថ្ងៃបន្ទាប់វិញម្ដងដែលពួកគាត់គឺនៅតែមានរឿងមួយគ្នាអញ្ចឹងហើយខ្ញុំបំនឹងគឺបានផាកពីណៃទៅកាន់ Taeyeon ដោយសារតែ Taeyeon ហ្នឹងគឺគាត់អត់មានបានពាក់ slash ឈ្មោះរបស់គាត់ទៀតទេហើយពីណាគាត់បកកាយគ្នាហ្នឹងឡើងផ្អើលគេជុំវិញហ្នឹងហ្មងតែកន្លែងហ្នឹងខ្ញុំបាននិយាយថា Taeyeon ហ្នឹងត្រូវបានផាកពីណៃអត់6បន្ទូអីអញ្ចឹងហើយបើសិនជាគាត់ផាកពីណៃអត់ដល់15បន្ទូគាត់ត្រូវតែទៅជួបគ្រូបន្ទប់ថ្នាក់ហើយសេលិខិតសុំទោសជាលាយលក្ខណ៍អក្សរឲ្យគ្រូបន្ទប់ថ្នាក់ហើយចំណែក Taeyeon វិញនៅពេលលើបែបហ្នឹងគឺមានជាការធុញខ្លាំងហ្មងខ្ញុំមុំគឺគាត់បានបន្តទៀតទៅថាបន្ទាប់ពីហ្នឹងហើយឯងត្រូវតែទៅបម្រើការងារនៅក្នុងសាលាទៀតប៉ុន្តែ Taeyeon បាននិយាយឡើងតែម្ដងថាគឺជារបស់ឯងហ្នឹងខ្លាំងមែនខ្ញុំប្រាប់ថាឲ្យខ្ញុំហ្នឹងនៅតែម្នាក់ឯងទៅប៉ុន្តែខ្ញុំមុំគឺគាត់មានខ្វល់ទេគាត់បែរជានិយាយទៅវិញទៅថានោះគឺជាចំណុចមួយទៀតកំប្រើពីអសរនៅក្នុងសាលាព្រមទៅគឺថាឲ្យទៅពេលពួកគាត់ឆ្លោះគ្នាម្ដងគឺថា admin នេះតបតាសើចទេហើយបាច់មើលទឹកមុខរបស់មានវូដែលនៅគេនឹងទេគឺថាភ័យចំនួនខ្ញុំបងហ្មងបន្ទាប់ពីកន្លែងហ្នឹងហើយមានវូបានសេដាក់ទៅកាន់ខ្ញុំបងហ្មងថាមិនគាត់នឹងមកសងសឹកឯងមិនខានទេឯងគាត់តែធ្វើមិនដឹងមិនលឺទៅគ្រាន់តែជាស្លាកឈ្មោះសងវាមិនមែនជារឿងធំអីណាផងតែកូនប្រុសគាត់ក៏តទៅវិញទៅថាវាជាច្បាប់អញ្ចឹងហើយមនុស្សគ្រប់គ្នាត្រូវតែអនុវត្តតាមអត់មានករណីលើកលែងឡើយហើយមានវូនៅពេលតែលឺអញ្ចឹងហើយគាត់ក៏បាននិយាយទៅថាបើសិនជាសងបុំនៅតែបន្តផ្ដល់ការពមៀនឲ្យ Taeyeon ទៀតអញ្ចឹង Taeyeon ប្រកាសជាបដូរកំណត់មិនខានទេហេតុអីឯងមិនគិតផងនៅពេលដែលគេខឹងឯងគេអាចនឹងបង្ករឿងគ្រោះថ្នាក់បានណាខ្ញុំបុំបន្ទាប់ពីត្រូវបានមានវូស្ដីឲ្យអញ្ចឹងទៅគាត់ក៏បានតទៅកាន់មានវូវិញទៅថាដោយសារតែគាត់គិតថា Taeyeon នឹងអាចកែប្រែបានអញ្ចឹងហើយបានគាត់ខំកែប្រែ Taeyeon អញ្ចឹងហើយមានវូក៏បាននិយាយទៅថាហេតុអីក៏គេត្រូវស្ដាប់ឯងវាមានតែ 0% តែម្ដងហើយខ្ញុំក៏បានតទៅវិញទៅថាគាត់ជួយពីការបារម្ភរបស់ Taeyeon ហើយតែបើធ្វើឲ្យទុកវាចោលអញ្ចឹងវាអាចបង្កបញ្ហាធំជាងនេះបានចុះបើគេចាប់ដើមទៅ bully សិស្សស្លុតត្រង់វិញនោះអញ្ចឹងហើយយើងត្រូវផ្លាស់ប្ដូរគេមុនពេលដែលរឿងទាំងអស់ហ្នឹងកើតឡើងហើយតែបាន Taeyeon ហ្នឹងនឹងមានប្រតិកម្មបែបណាយើងត្រូវសាកល្បងអ្វីមួយដើម្បីស្វែងយល់អានេះលក្ខណៈថាដូចស្វែងរកចំណុចខ្សោយឬក៏អត្តចរិតរបស់ម្នាក់ហ្នឹងអញ្ចឹងឯងបន្ទាប់ពីហ្នឹងមកក៏កាត់មកដល់សាលាវិញម្ដងដែលកន្លែងនេះលោកគ្រូបានសរសើរអ្នកនរគ្នាថាធ្វើការងារបានល្អហើយក៏ប្រាប់អ្នកនរគ្នាដែរថាប្រធានគណៈកម្មាធិការនឹងរៀបចំបញ្ជីឈ្មោះឲ្យបកគោវានៅថ្ងៃនេះហើយកូនប្រុសបន្ទាប់ពីឮថាលោកគ្រូប្រាប់អញ្ចឹងក៏ឆ្លើយទៅថាបាទប៉ុន្តែគាត់មើលទៅដូចជាអត់មានបលឹងក្នុងខ្លួនអញ្ចឹងហើយក៏គិតថាបាន Taeyeon ខ្ញុំបានឃើញគេនៅក្រោមទ្វារសោះនេះតាខ្ញុំនឹកគេមែនគេថាទៅជួបសិនហ្នឹងមានជាការថ្លែងឡងស្នេហ៍កូនស្រីខ្ញុំបាត់ឯមែនហើយគាត់ក៏បានបន្តនិយាយទៀតទៅថាគេមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះទេគ្រាន់តែឃើញអញ្ចឹងភ្លាមក៏ទៅសួរមីនវូតែម្ដងថាថ្ងៃហ្នឹងមានគេបានសតដល់គេស្លាអត់ហើយមីនវូវិញក៏ឆ្លើយទៅថាអត់ទេហើយដល់ពេលដែលមីនវូឆ្លើយអញ្ចឹងហើយកូនប្រុសដូចជាអត់ទុកចិត្តអញ្ចឹងគាត់ក៏សួរបញ្ជាក់ទៅថាប៉ិតអត់តែមីនវូមើលទៅដូចជាមិនសូវគួរទុកចិត្តមែននឹងដោយសារតែគាត់ឆ្លើយទាំងរដេះរដុំហ្មងថាបាទហើយក៏សួរបកទៅកាន់កូនប្រុសវិញទៅថាតើមានណាគេត្រូវបានចាប់ខ្លួនមែន
បន្ទាប់មកយើងក៏ឃើញថាកូនប្រុសបានដើរមកថ្នាក់គាត់ហើយហើយគាត់ក៏បានគិតក្នុងចិត្តថាតើគេមិនលួចចូលសាលាណាហើយគេក៏មិនត្រូវបានចាប់ខ្លួននៅថ្លងវាដែរតើមានន័យថានិយាយបានដល់ដំណឹងគាត់ក៏ភ្ញាក់ផ្អើលហ្មងដោយសារតែគាត់មកដល់ថ្នាក់អីប៉ុន្តែគឺអត់មានកូនស្រីនៅក្នុងថ្នាក់ទេបន្ទាប់ពីឃើញចឹងហើយកូនប្រុសក៏បានដើរទៅសួរមើលរូបថ្នាក់ទៅតើថេសុននឹងនៅណាហើយមើលរូបថ្នាក់គាត់ម្នាក់ហ្នឹងក៏បានឆ្លើយទៅវិញទៅថាសិស្សថ្មីមិនមែនគេអត់មកដល់ទេបន្ទាប់ពីលឿនចឹងភ្លាមគឺថាកូនប្រុសរបស់យើងនឹងគឺមុខឡើងខ្មៅហ្មងហើយក៏ដូចផ្ទះបាញ់ចឹងហើយក៏និយាយថាយឺតបន្ទាប់មកក៏គិតនឹងចិត្តថាប្រហែលជាគេមិនមានឈ្មោះនៅក្នុងបញ្ជីព្រោះតែគេមិនទាន់មកដល់សាលាហើយថែមទាំងថាឲ្យកូនស្រីនឹងជាមនុស្សដែលគ្មានទំនួលខុសត្រូវទៀតផងអាមើលរូបថារបស់កូនម្នាក់ហ្នឹងក៏សួរទៅវិញទៅថាតើគេកិច្ចសាលាបន្ទាប់ពីដូរសាលាមកអញ្ចឹងមែនវាថាមិននឹកស្មានដល់ដែរហ្នឹងណាបន្ទាប់មកក៏មានសិស្សប្រុសម្នាក់ទៀតមកលោកមកនិយាយមួយដែរដែលគាត់និយាយថាសិស្សថ្មីនោះខ្ញុំបានឮថាគេត្រូវបានបង្ខំឲ្យផ្ទេរខ្ញុំចាំមានន័យថាតើវាមិនហាក់ដូចជាបែបនោះទេឬគេមើលទៅដូចជាយ៉ាងមិនដឹងទេហើយការផ្ទេរនៅចុងឆ្នាំនេះស្ទើរតែនៅចុងឆ្នាំទី2ទៅហើយដែលហេតុនេះតើពួកឯងស្គាល់សាលាដេសុងដែលនៅទីក្រុងសេអ៊ូទេវាគឺជាសាលាដ៏ល្បីមួយបន្ទាប់មកក៏មានសិស្សប្រុសម្នាក់ទៀតឆ្លើយទៅថាតើណាគេមិនដឹងពួកឯងមានសិស្សនៅសាលាយើងមួយចំនួនចង់ទៅរៀននៅទីនោះតែមិនអាចទេប៉ុន្តែតើហេតុអីត្រូវជាវិទ្យាល័យដេសុងបន្ទាប់ពីធ្វើបានគេសួរចឹងហើយគាត់ក៏បានឆ្លើយទៅវិញទៅថាគាត់បានលើវាពីមិត្តគាត់ម្នាក់ដែលរៀននៅសាលាដេសុងហ្នឹងហើយក៏សម័យនៅពេលដែលគាត់និយាយទូរស័ព្ទជាមួយនឹងមិត្តភក្តិគាត់ម្នាក់ហ្នឹងដែលនៅក្នុងការសម័យហ្នឹងគាត់បានសួរទៅកាន់មិត្តភក្តិគាត់ថាតើគេនឹងរៀនបកាយអត់ហើយវាច្បាស់ណាស់ថានៅទីនោះគឺស្ងាត់ដោយសារតើវាពោពេញទៅដោយសិស្សដែលថ្នាក់ទាបអញ្ចឹងណាហើយមិត្តភក្តិគាត់ក៏បានតបទៅវិញទៅថាកុំឲ្យខ្ញុំនិយាយអីវាមានក្មេងៗព្រៃជាច្រើនដែលនៅទីនេះវាហាក់ដូចជាពួកគេចូលមកតាមរយៈខ្សែស្រឡាយអញ្ចឹងបន្ទាប់ពីឮថាមិត្តភក្តិគាត់និយាយអញ្ចឹងគាត់ក៏បានសើចទៅហើយក៏សួរថាពិតមែនបន្ទាប់មកក៏បាននិយាយទៀតទៅថាសំបីតែនៅក្នុងថ្នាក់របស់គាត់នឹងក៏មានសិស្សម្នាក់ដែរដែលមើលទៅគឺថាវាជំទង់បន្តែដូចជាមនុស្សដែលអត់បានចូលរៀនអញ្ចឹងគេដូចជាឈ្មោះអីចេះត្រូវហើយគេមានតកោថាបានបន្ទាប់មកមិត្តភក្តិគាត់ម្នាក់ហ្នឹងក៏បានបន្តតកោហ្នឹងទៅថាបានតើវាអាចជាបានទេសុនអត់ឯសិស្សប្រុសម្នាក់ហ្នឹងនៅពេលទៅលើបែបហ្នឹងហើយក៏ធៀមភ្ញាក់ផ្អើលតិចដែរហើយក៏និយាយសួរទៅកាន់ friend របស់គាត់វិញទៅថាហាត្រូវអីតើឯងស្គាល់គាត់មែនមិននឹងឯងមិនស្គាល់ទៅគេនោះគឺនិយាយបានដល់ដំណឹងស្អីរឿងក៏បានកើតនៅពេលបច្ចុប្បន្នវិញទៅហើយសិស្សប្រុសម្នាក់ទៀតក៏បានលន់មកថាសិស្សតែផ្ទេរមកពីសាលាល្បីអេសតែកំពុងរាយរាប់រឿងរ៉ាវទាំងអស់នឹងប្រាប់ទៅកាន់ពីរនាក់ហ្នឹងក៏បាននិយាយឡើងហ្មងថាហ្នឹងឯងបានយើងកំពុងតែប្រាប់ឯងថាយើងកំពុងតែភ្ញាក់ផ្អើលដូចគ្នាកន្លែងនេះប្រហែលជាកូនប្រុសសួរទៅកាន់សិស្សប្រុសម្នាក់ហ្នឹងឯងថាហេតុអីបានជាទេជនហ្នឹងត្រូវបានដែងចេញអញ្ចឹងហើយសិស្សប្រុសម្នាក់ហ្នឹងក៏ប្រាប់ថាដោយសារតែវាយគ្នាតែសិស្សប្រុសម្នាក់ទៀតនោះក៏ភ្ញាក់ផ្អើលទៀតហើយដែលគាត់និយាយថាអីគេអំពើហិង្សាក្នុងសាលាមែននិយាយរួមគឺថាចេញជារកមកឡើងដូចមានវូសាហាវហ្មងហើយសិស្សប្រុសម្នាក់ហ្នឹងក៏បានប្រាប់ទៅថាពួកគេត្រូវបានចាប់បាននៅពេលដែលកំពុងវាយគ្នាហើយកូនប្រុសវិញពេលស្ដាប់ដល់ដំណឹងហើយគាត់ក៏អត់និយាយអីដែរគាត់បានធ្វើតែគិតក្នុងចិត្តទេថាសេអ៊ូការវាយតប់គ្នារបស់ក្រុមក្មេងទំនើបនោះគឺជាអ្វីដែលមានវូបាននិយាយហើយសិស្សប្រុសម្នាក់ហ្នឹងក៏គាត់បន្តនិយាយទៅថាសាលានោះវាហាក់ដូចជាមានអ្នកបង្កបញ្ហាច្រើនជាងអ្វីដែលយើងមើលឃើញបានទេសុនក៏ជាអ្នកប៊ូលីដែលល្បីល្បាញម្នាក់ផងដែរគេមានមេក្រុមម្នាក់ពួកគេមើលទៅស្និទ្ធស្នាលគ្នាណាស់ហើយថែមទាំងចេញទៅណាត់ជួបគ្នាជានិច្ចផងដែរមេដឹកនាំនោះគេក៏ជាអ្នកបង្កបញ្ហាដ៏ធំមួយដែរប៉ុន្តែខ្ញុំបានឮថាគេនៅរៀននៅទីនោះនៅឡើយទេហេតុអីក៏គេខ្លាចទៅជាមនុស្សដែលល្បីវាជារឿងទៅតែដែលជនល្មើសធ្វើឯងដឹងទេឯសិស្សប្រុសម្នាក់ទៀតក៏បានសួរទៅថាអើយចឹងហេតុអីក៏គេដូរមកសាលាពួកយើងវិញចុះបើការទទួលសិស្សដូចជាគេតើវាអាចខុសគេឈ្មោះសាលាយើងអត់តើគេមិនអាចធ្វើឲ្យខូចបរិយាកាសថ្នាក់រៀនទេមែនទេសូម្បីតែទៅបដិញ្ចេញក៏ដោយតើគេនឹងបង្កបញ្ហាម្ដងទៀតអត់និយាយរួមទៅគឺថា100សំណួរក្នុងពេលតែមួយបដ ாய் ហ្នឹងហើយក៏នាំគ្នានិយាយថាគេមើលទៅមិនដឹងមាំដូចខាងក្រៅទេហើយសំបងក៏បាននិយាយថាបញ្ឈប់វានិយាយរួមទៅកន្លែងហ្នឹងគឺអត់មានអត្ថបទទេថាគាត់ចង់មានន័យថាម៉េចគាត់ចង់មានន័យថាឲ្យសិស្សទាំងអស់គ្នានឹងបញ្ឈប់ការនិយាយពី Taeson ឬមួយក៏គាត់ចង់មានន័យថាគាត់នឹងបញ្ឈប់ Taeson អំពីការធ្វើអំពើមិនល្អទាំងអស់ហ្នឹងតែភ្លាមៗហ្នឹងក៏មានសិស្សប្រុសម្នាក់ទៀតស្អីឲ្យពួកគាត់ស្ងាត់យកហ្មងទាំងមើលតែគាត់ទៅដូចជាកំពុងតែភ័យខ្លាចរឿងអីមួយអញ្ចឹងតែគាត់ក៏បន្តនិយាយទៀតទៅថាការប្រឡងគឺជាមកដល់ហើយប៉ុន្តែមើលអ្នកទាំងអស់គ្នាចោលដូចជាអត់មានខ្វាយខ្វល់អីសោះអញ្ចឹងខ្ញុំមិនចាប់អារម្មណ៍ទៅលើចំណាត់ថ្នាក់របស់អ្នកទាំងអស់គ្នាទេប៉ុន្តែកុំរំខានអ្នកដែលគេកំពុងសិក្សាហើយពេលហ្នឹងសិស្សដែលនិយាយជាមួយនឹងខ្ញុំមួយวันហ្នឹងគាត់ក៏បាននិយាយឡើងទៅអើយឈួតមែនអ្នកធ្វើឲ្យខ្ញុំភ័យហីរបៀបថាភ្ញាក់ដែលសុកហ្នឹងគឺគាត់ស្រែកឡើងយកហ្មងហើយក៏បន្តនិយាយទៀតទៅថាសិស្សបកាយហ្នឹងព្យាយាមធ្វើអញ្ចឹងម្ដងទៀតហីតែសិស្សបកាយហ្នឹងក៏បានងាកទៅស្ដីឲ្យខ្ញុំបងវិញដែលគាត់បាននិយាយថាតើវាសប្បាយមែនក្នុងការស្ដាប់រឿងទាំងអស់ហ្នឹងតើឯងតនេខ្លាំងមែនហើយពេលហ្នឹងសិស្សប្រុសដែលឈរគៀងខ្ញុំបងហ្នឹងក៏គាត់និយាយឡើងទៅថាហេតុអីបានឯងខឹងខ្លាំងម៉េចហើយពេលហ្នឹងខ្ញុំបងក៏បាននិយាយ
និយាយឡើងទៅថាយន្តហោះគឺនិយាយត្រូវខ្ញុំគួរតែប្រាប់ឲ្យអ្នកនៅស្ងៀមអញ្ចឹងគឺមានន័យថាសិស្សប្រុសដែលរៀនបកាឲ្យពេលបន្តាហ្នឹងគាត់មានឈ្មោះថាយន្តហោះប៉ុន្តែអត់មាននឹងហៅគាត់ថាសិស្សបកាយចឹងណាវាគឺជាពេលវេលាដ៏សំខាន់ដូច្នេះពួកយើងត្រូវតែផ្ដោតអារម្មណ៍លក្ខណៈថាការប្រឡងគឺជាមធ្យោបាយអញ្ចឹងហើយពួកគាត់ត្រូវផ្ដោតអារម្មណ៍ទៅលើការសិក្សាអញ្ចឹងទៅកុំផ្ដោតអារម្មណ៍ទៅលើរឿងអីផ្សេងអាសិស្សបកាយម្នាក់ហ្នឹងក៏បានបន្តនិយាយទៅថាតើសិស្សម្នាក់មានកម្លាំងមកពីណាដើម្បីខ្វល់ពីអ្នកបង្កបញ្ហាទាំងអស់នោះបើសិនបើពួកគេដឹងរឿងនោះតើនឹងធ្វើយ៉ាងម៉េចទៅតើឯងខ្លាចសិស្សផ្ទេមកថ្មីនឹងបង្កបញ្ហាមែនបើសិនបើគេបង្កបញ្ហាគេនឹងត្រូវបដិចេញហើយដូច្នេះតើវាមិនមែនជារឿងល្អទេឬបើសិនបើឯងទៅឲ្យគេនៅម្នាក់ឯងដូច្នេះគេនឹងដើរតាមផ្លូវរបស់គេអញ្ចឹងទុកគេចោលទៅឯកូនប្រុសនិងសិស្សប្រុសម្នាក់ទៀតនឹងបានតែឈរស្ដាប់ទាំងភ័ន្តភាំងទេហើយសិស្សបកាយនឹងក៏បានបន្តនិយាយទៀតទៅថានោះត្រូវតែឯងចង់បំផ្លាញជីវិតរបស់ឯងអញ្ចឹងសិស្សដែលផ្ទេមកថ្មីនោះប្រកាសជាគ្រប់គ្រងឯងហើយលក្ខណៈថាដូចជាយកមកធ្វើបាវឬមួយក៏ធ្វើជាកូនចៅឯបែបហ្នឹងឯងប៉ុន្តែកន្លងពេលដែលគាត់ពងនិយាយហ្នឹងទេឆនសេបដើរចូលក្នុងថ្នាក់ហ្នឹងហ្មងហើយអញ្ចឹងឯងធ្វើឲ្យគាត់នឹងបានលឺពីសម្ដីហ្នឹងទាំងអស់ហ្មងហើយសិស្សបកាយម្នាក់ហ្នឹងវិញនៅពេលដែលឃើញបែបហ្នឹងគាត់រៀងភ័យដែរដោយសារតែគាត់បាននិយាយពីគេហើយគេមកលឺអញ្ចឹងទៅហើយលក្ខណៈថាដូចនិយាយដើមគេហើយម្ចាស់គេតាមតនអញ្ចឹងហើយទេឆនក៏បានដើរចូលក្នុងថ្នាក់ហ្នឹងតែមើលសិស្សបកាយហ្នឹងជាប់ហ្មងហើយក៏ដើរទៅរកគាត់ហើយមើលទៅកាន់ទេឆនទៅដូចជាកំពុងតែរៀបចំនឹងធ្វើអ្វីមួយអញ្ចឹងកាយហ្នឹងវិញបានបិទភ្នែកទាំងភ័យហ្មងហើយក៏គិតនឹងចិត្តថាតើគាត់បានលឺអត់ហើយពេលនោះទេឆនក៏បានលូកដៃទៅដូចជាបំរុងធ្វើអីមួយអញ្ចឹងដែរទាំងទាំងអស់នេះធ្វើឲ្យសិស្សបកាយហ្នឹងគឺកាន់តែភ័យទៀតតែភ្លាមហ្នឹងដែរស្រាប់តែកូនប្រុសមកចាប់កូនស្រីចាប់ហ្មងដែលគាត់បាននិយាយថាពួកយើងមានរឿងត្រូវនិយាយគ្នាដល់ពេលកូនស្រីឃើញអញ្ចឹងក៏គាត់និយាយមកទាំងខឹងហ្មងថាឯងទៀតហើយកូនប្រុសនៅតែបន្តបដិងបតងកូនស្រីអញ្ចឹងថាពួកគាត់ត្រូវមានរឿងនិយាយគ្នាប៉ុន្តែកូនស្រីគឺបែរសារគាត់ចង់ទៅមួយទេហើយតាមទាំងស្រីឲ្យកូនប្រុសហ្នឹងចេញឆ្ងាយពីគាត់ទៀតតែកូនប្រុសមិនបានស្ដាប់អីដែលកូនស្រីនិយាយទេគឺគាត់បានតែគេកកូនស្រីហ្មងដល់និយាយថាវាគឺសំខាន់គ្រាន់តែមកខ្ញុំមកហើយកូនស្រីវិញគឺថាខឹងខ្លាំងមែនតើហ្មងខឹងឡើងញ័រខ្លួនហ្មងហើយក៏ស្រីឲ្យកូនប្រុសហ្នឹងលែងគាត់ទៅតែពេលដើរទៅដល់ទ្វារហើយហ្នឹងខ្ញុំក៏បានងាកមកក្រោយវិញហើយស្រីប្រាប់អ្នកនរគ្នាដែលនៅក្នុងថ្នាក់ហ្នឹងឲ្យធ្វើកិច្ចការរៀងៗខ្លួនទៅដើម្បីរងចាំគ្រូមកដល់ហើយកូនស្រីគឺនៅតែប្រាប់ឲ្យកូនប្រុសហ្នឹងលែងគាត់អញ្ចឹងប៉ុន្តែកូនប្រុសមិននឹងឯងលែងបាននោះឯអ្នកដែលនៅក្នុងថ្នាក់វិញគឺថាស្ងាត់ជ្រាបមកអត់មានអ្នកគេនិយាយអីទេបន្ទាប់ពីអ្នកទាំងពីរចេញទៅផុតបាត់ហ្នឹងសិស្សក្នុងថ្នាក់ហ្នឹងក៏ចាប់ផ្ដើមនិយាយវែងញែកគ្នាអីថាតើថេសុនជាមួយនឹងខ្ញុំបុំនឹងអាចនឹងវាយគ្នាអត់ហើយតើណាគេជាអ្នកឈ្នះអីចឹងទៅបន្ទាប់ពីនិយាយវិញញ៉ៃពីនោះចូលឡើងហ្នឹងក៏មកនិយាយជាមួយនឹងសិស្សបកាយវិញថាសិស្សបកាយហ្នឹងគួរតែអរគុណទៅកាន់ខ្ញុំបុំទៅដោយសារខ្ញុំបុំបានជួយហើយសិស្សបកាយវិញនៅពេលទៅលើបែបហ្នឹងហើយគាត់ក៏ងាកមកស្ដីឲ្យវិញទៅថាគាត់អត់បានសុំឲ្យខ្ញុំបុំនឹងជួយគាត់ទេហើយគឺពួកឯងទៅវិញទេដែលប៉ះពាល់ដល់សិស្សថ្មីនឹងមុនយើងប៉ុន្តែសិស្សទាំងអស់ហ្នឹងស្រាប់តែនិយាយឌឺមកកាន់សិស្សបកាយវិញទៅថាឯងខំរៀនណាប៉ុន្តែនៅតែមិនអាចទទួលបានចំណាត់ថ្នាក់លេខ1បានហើយពួកគេក៏បន្តនិយាយទៀតទៅថាមិនអីទេពួកយើងនឹងបាត់មាត់ហើយត្រឡប់ទៅការសិក្សាដ៏មានតម្លៃរបស់ឯងវិញមិនមែនថាវានឹងជួយរែងរបស់ឯងទេមែនទេអាសិស្សបកាយវិញនៅពេលដែលត្រូវបានគេឌឺអញ្ចឹងទៅគឺគាត់ខឹងខ្លាំងមែនតែប៉ុន្តែគឺគាត់អាចធ្វើអីបានបន្ទាប់មកស្រីរកក៏បានកាត់ឲ្យឃើញពីនេះនៅក្រៅថ្នាក់វិញម្ដងដែលពួកគាត់កំពុងតែឆ្លោះគ្នាទៀតហើយដែលកូនប្រុសបានសួរទៅកាន់កូនស្រីថាមិនបានថ្ងៃហ្នឹងយឺតអញ្ចឹងតែកូនស្រីមិនបានឆ្លើយទេគាត់ក៏សួរបកទៅវិញថាឯងនៅតែមិនបោះបង់ចោលទៀតហើយក៏ស្រីខ្លាំងបន្តទៀតថាតើឲ្យខ្ញុំនៅម្នាក់ឯងទៅខ្ញុំមិនលេងជាមួយនឹងសត្វចិញ្ចឹមរបស់គ្រូដូចជាឯងទេឯងព្យាយាមខ្ជិលដង្ហើមរបស់ឯងក្នុងការកែតម្រូវយើងឬយ៉ាងម៉េចហើយក៏ក្តាប់ដៃឡើងជាប់ហ្មងដល់និយាយបន្តទៀតថាឬមកក៏យើងត្រូវវាយឯងឯកូនប្រុសនឹងពេលទៅលើបែបហ្នឹងហើយក៏និយាយថាអត់ទេខ្ញុំយល់ហើយគឺថាទឹកមុខឡើងខ្មៅហ្មងមើលទៅគាត់ដូចជាកំពុងតែភ័យអញ្ចឹងហើយកូនស្រីក៏បានសួរទៅកាន់កូនប្រុសទៅថាប៉ុន្តែតើឯងដឹងអីកូនប្រុសក៏បានឆ្លើយទៅថាការលឺអញ្ចឹងវាកាន់តែពិបាកអីក្នុងការឲ្យឯងនៅតែម្នាក់ឯងបន្ទាប់ពីនិយាយអញ្ចឹងហើយក៏ចាក់ក្បួយកអាកូនស្រីយកហ្មងដែលជាទង្វើដែលធ្វើឲ្យកូនស្រីហ្នឹងគឺថាឆ្ងល់ហើយភ្ញាក់ផ្អើលនឹងខឹងខ្លាំងមែនតើបន្ទាប់មកស្រីរឿងរបស់យើងក៏កែបញ្ចប់ធំនឹងដូចគ្នាអរគុណអ្នកនរគ្នាដែលមើលវីដេអូadminដល់ចប់ណាហើយក៏រីកចាំថ្មីជូនពរអ្នកនរគ្នាឲ្យទៅណាមកណាជួបតែសុខសុវត្ថិភាពនឹងរស់ស៊ីមានបានណាជាពិសេសគឺថាដើរលេងសង្ក្រាន្តហ្នឹងហ្មងបើអត់មានវិញគឺថាប្រហែលជាដេកទៀតទៅឆ្នាំហ្នឹងអញ្ចឹងហើយជម្រាបលាអ្នកនរគ្នា Goodbye